អូខេសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនអំពីរបៀបក្នុងការដំឡើងអក្សរលើវីដេអូនៅក្នុងកម្មវិធី Adobe Premiere អញ្ចឹងដំបូងគឺយើងចូលមកកាន់កម្មវិធី Adobe Premiere បន្ទាប់មកយើងបង្កើត project មួយថ្មីហើយយើង save វាទៅដាក់ឈ្មោះរបស់វារបៀបដាក់អក្សរលើវីដេអូបន្ទាប់មកយើង save ទៅកាន់ទីតាំងដែលយើងត្រូវដាក់រក្សាទុកអញ្ចឹងសម្រាប់ទីតាំងគឺយើង save ទុកនៅក្នុង 3D ទៅដើម្បីកុំឲ្យបាត់នៅពេលដែលយើងឈូស Windows ឬក៏វាមានបញ្ហាអីមួយបន្ទាប់មកយើងចុច create ទៅបាទយើងចូលមកដល់កម្មវិធី Adobe Premiere បាទនេះគឺជា interface ដែលយើងធ្វើអញ្ចឹងនៅក្នុង Adobe Premiere គឺយើងអាចទាញដូរបានមានន័យថាយើងចង់ដាក់កែកន្លែងណាក៏បានដែរជំហានដំបូងជំហានបន្ទាប់មកទៀតគឺយើងបង្កើត sequence មួយបាទ sequence គឺយើងចុច Control N បាទបន្ទាប់មកយើងរើសប្រភេទវីដេអូដែលយើងត្រូវដាក់បាទអញ្ចឹងខ្ញុំយក1080 25 fps ហ្នឹងទៅបាទហើយគឺយើងបានរូបបែបនេះមួយ project បែបនេះមួយអញ្ចឹងបន្តមកទៀតគឺយើងអាចទាញវីដេអូណាមួយដើម្បីដាក់វីដេអូដែលយើងចង់កាត់ហ្នឹងណាឧទាហរណ៍អញ្ចឹងខ្ញុំគ្រាន់តែឧទាហរណ៍ទេអញ្ចឹងខ្ញុំអាចទាញសាករូបភាពនេះនៅក្នុងកម្មវិធី Premiere គឺវាមានចំណុចសំខាន់មួយទៀតនៅពេលដែលយើងចង់ fill ឬក៏ fit វីដេអូដែលវាខុស size របស់ sequence យើងណាឧទាហរណ៍អានេះគឺទំហំវាវែងរូបវីដេអូរបស់យើងអញ្ចឹងយើងអត់ចាំបាច់ចុចទាញអញ្ចឹងឬក៏ scale លេខនេះទេយើងអត់ចាំបាច់ទេយើងគ្រាន់តែចុចកន្លែងនេះមួយមកគឺវា fit មកឲ្យយើងហ្មងអានេះសម្រាប់កម្មវិធី Adobe Premiere ឆ្នាំ2025-26អញ្ចឹងវាមានកន្លែងនេះអញ្ចឹងយើងបានរូបភាពប៉ុណ្ណឹងហើយយើងចង់ដាក់អក្សរដើម្បីដាក់អក្សរបានគឺនៅលើកម្មវិធី Premiere គឺវាងាយទេបាទងាយយើងអាចចុចអក្សរ T បាទចុច keyboard T ក៏បានឬក៏យើងចុចនៅលើ T នេះក៏បានដែរយើងចុចលើហ្នឹងហើយយើងចុចនៅលើវីដេអូមកបាទខ្ញុំសរសេរខ្ញុំស្រឡាញ់ឡានតោះមកយើងចុច escape មួយមកយើងទាញអក្សរនេះទៅដាក់កន្លែងណាដែលយើងចង់ដាក់បាទអញ្ចឹងយើងអាចដាក់កន្លែងនេះក៏បានយើងចង់ដាក់នៅខាងលើនេះក៏បានយើងដាក់ខាងក្រោមនេះក៏បានតើតើនឹងការដាក់អក្សរនេះដែរបងប្អូនឃើញ frame ហ្នឹងគេហៅ save save margin មានន័យថាតំបន់នេះគឺជាតំបន់ដែលយើងដាក់អក្សរទៅពេលយើងផុសវាអត់ដាច់ហើយវាមានប្លង់ស្អាតអញ្ចឹងនៅពេលដែលយើងដាក់អក្សរយើងអាចដាក់ក្នុងចន្លោះទំហំហ្នឹងណាបាទអញ្ចឹងរបៀបបើកអានេះគឺយើងចុចកន្លែង save margin នេះយើងចុច save margin មកវាលោតបន្ទាត់នឹងឲ្យយើងហើយអញ្ចឹងនៅពេលដែលយើងបានអក្សរនេះហើយយើងទៅរើស font ដែលយើងចង់ដាក់នៅកន្លែងនេះកន្លែង property ហើយបើសិនជាបងប្អូនរកកន្លែង property នេះអត់ឃើញបងប្អូនចុចកន្លែង window នេះហើយបងប្អូន search វានេះកន្លែងនេះ property យើងចុចលើនឹងមកវាលោតហើយបន្ទាប់មកយើងចុចរើស font ដែលយើងចង់បានជាទូទៅខ្ញុំប្រើ font នេះបាទ font ni o ni o នេះបងប្អូនណា font នេះខ្ញុំឆ្លាញ់ font ហ្នឹងបន្ទាប់មកទៀតគឺនៅក្នុង property នឹងដែរគឺយើងមានកន្លែង Sare មានន័យថាកន្លែងធ្វើ mode អក្សរធ្វើអីចឹងណាតឡើង stroke តឡើង shadow តឡើងអីចឹងទៅអញ្ចឹងនៅក្នុងនេះគឺយើងអាចតឡើងយើងអាចចាក់ពណ៌អក្សរចេញពីរថយន្តនេះមកបន្ទាប់មកយើងបើក stroke វាមួយទៀតយើងអាចតឡើង stroke ឲ្យធំហើយជាទូទៅខ្ញុំប្រើកន្លែងនេះខ្ញុំប្រើ center ខ្ញុំប្រើ stroke ហ្នឹង center ហើយឥឡូវខ្ញុំឧទាហរណ៍ខ្ញុំតឡើងឲ្យធំបងប្អូនខ្ញុំឃើញភាគច្រើនគឺនៅកន្លែងនេះបងប្អូនអត់បានចាប់អារម្មណ៍ឯនៅពេលដែលយើងតឡើង stroke មកវាឃើញអាចជ្រុងនេះជ្រុងនេះអញ្ចឹងធ្វើម៉េចដើម្បីឲ្យបាត់អាចជ្រុងនឹងហើយវាស៊ីទៅនឹង font អក្សររបស់យើងអញ្ចឹងដើម្បីលុបបំបាត់អាចជ្រុងនេះគឺយើងចូលមកកន្លែងសញ្ញានេះបាទសញ្ញាកូនសោនេះបន្ទាប់មកយើងចុច select យកពាក្យ round join បន្ទាប់មក round cap ចុច OK មកបាទបងប្អូនឃើញទេឃើញវាមូលទៅតាមអក្សរហើយអញ្ចឹងយើងសេរីវាឲ្យស៊ីទៅនឹងអក្សររបស់យើងទៅបាទ
តម្លាក់ហើយនៅក្នុងនេះយើងអាច add ថែមមានន័យថា stroke ទី1 stroke ទី2ទៅតាមអ្វីដែលយើងចង់បានអញ្ចឹងយើងចុចសញ្ញាបូកមួយមកវាលោត stroke មួយទៀតហើយ stroke នេះយើងអាចដូរពណ៌ឧទាហរណ៍យើងដាក់ពណ៌ហ្នឹងយើងអាចធ្វើវាទៅណាទៅតាមអ្វីដែលយើងចង់បានហើយយើងអាចដាក់ center ដូចគ្នាក្នុងកម្មវិធី Adobe Premiere គឺយើងអាច zoom បានណាបាទនៅក្នុងស៊េរីឆ្នាំថ្មី2025-26ហ្នឹងយើងអាច zoom បានយើងគ្រាន់តែចុច scroll មកវា zoom ដូចPhotoshop ដូច AI អញ្ចឹងយើងគ្រាន់តែចុច scroll មកវា zoom ហើយអញ្ចឹងយើងចង់មើលប្លង់ឡើយណាគឺយើងអាច zoom បានអញ្ចឹងយើង zoom វារឿងធំតិចមកយើងមើលថាប៉ុណ្ណឹងស្អាតនៅអញ្ចឹងណាតោះមកយើងតម្លាក់វាបន្តិចទៅតោះមកទៀតយើងអាច add ជា shadowពីក្រោយតិចទៅដើម្បីឲ្យវាមើលអក្សរទៅវារៀងផុសឡើងលើអូខេអញ្ចឹងដាក់អញ្ចឹងមកអូខេអញ្ចឹងយើងបានម៉ូដអក្សរមួយហើយម៉ូដអក្សរនេះយើងចង់ដាក់កន្លែងណាក៏បានដែរយើងចង់ដាក់កណ្ដាលក៏បាននៅក្នុងនេះវាមានកន្លែង select ទៀតបងប្អូនមើលទៅក្រោមមកកន្លែង align នេះគឺយើងចុចមកវានៅចំកណ្ដាលហ្មងដូច Photoshop អញ្ចឹងនៅចំកណ្ដាលហ្មងអញ្ចឹងយើងចង់ដាក់ចំកណ្ដាលនឹងក៏បានយើងចង់ដាក់ចំហៀងក៏បានបាទអញ្ចឹងតាមអ្វីដែលយើងចង់បានអូខេអញ្ចឹងយើងបានម៉ូដអក្សរប៉ុណ្ណឹងបងប្អូនអាចឆ្នៃទៅតាមខ្លួនឯងចង់បានគាត់តែប្រាប់ថានេះយើងអាចសេរីបានដូចនៅក្នុង Photoshop នៅក្នុង Elas ដែរយើងអត់ចាំបាច់ទៅធ្វើអក្សរហើយ export ជា PNG មកទេយើងធ្វើនៅលើនឹងទាំងអស់បាទមួយទៀតបងប្អូនអាចគូ shape បែបនេះណាបាទអញ្ចឹងនៅលើ Adobe Premiere គឺយើងអាចគូបានដូចគ្នាមានថាយើងចង់លេង shape លេងអីនៅលើហ្នឹងគឺយើងអាចគូបានគូមកហើយយើងសេរីពណ៌ដូចគ្នាអញ្ចឹងបាទយើងចង់បានពណ៌បែបណាគឺវាលោតមកបែបហ្នឹងអូខេណាអញ្ចឹងយើងអាចទាញអក្សរយើងមកដាក់នៅលើ shape ហ្នឹងក៏បានដែរគឺវា easy ហើយវាលឿនអូខេ shape មួយគឺយើងអាចលេង keyframe បានkeyframe ដែលយើងចង់ដាក់ហ្នឹងយើងអាចលេងបានចង់ឲ្យវា animation ទៅឆ្វេងទៅស្ដាំអញ្ចឹងណាបាទអូខេនេះយើងចង់ដាក់ shape យើងអត់ចង់ដាក់ទេយើងបិទផ្នែកវាទៅឬក៏លុបវាចោលទៅចប់បន្ទាប់មកយើងទាញវាវែងមកបាទទាញវាវែងទៅតាមអ្វីយើងចង់បានមកណាអូខេបើយើងចង់ដាក់ effect យើងអាចដាក់ effect បានចូលមកកន្លែង effect នេះមកគឺយើងអាចរើសទៅលើប្រភេទ effect ដែលយើងចង់បានយើងចង់បានបែបណាយើងដាក់បែបហ្នឹងទៅវាចេញមកណាអូខេអូខេណា effect របស់យើងដាក់យើងអាចទាញវាខ្លីតិចមកបាទeffect នេះគឺបោះ original របស់ Adobe Premiere មកសម្រាប់ឆ្នាំ2026គឺវាឲ្យ effect នេះមកបាទអូខេងាញ់លយបាទជិបចេញមកហើយយើងលេង sound តិចមកវីដេអូក្រោយៗខ្ញុំនឹងចែករំលែកអំពីរបៀបដាក់ sound effect បាទនេះគឺជាវីដេអូដែលយើងបានអូខេអញ្ចឹងរបៀបក្នុងការធ្វើអក្សរគឺមានតែប៉ុណ្ណឹងមួយទៀតនៅពេលដែលបងប្អូនមានអក្សរច្រើនឬក៏ជា subtitle បងប្អូនអាច copy paste មកមិនបាច់សេរីច្រើនទេ copy មកយើងដូរតែអក្សរមកបានហើយអញ្ចឹងឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងយើងដាក់ sound effect មកយើងដាក់អក្សរលោតមកអានេះយើងអាចដូរបានណាបាទ effect នេះយើងអាចដូរបានអញ្ចឹងយើងដូរវាទៅណាទៅតាមអ្វីដែលយើងចង់បានអូខេហ្នឹងហើយលោយបងប្អូនបាទ effect ថ្មីគឺស្អាតណែអញ្ចឹងវីដេអូវាមានទាំងសំឡេងវាមានទាំងរូបភាពនៅពេលដែលយើងរៀបចំ sound រៀបចំ animation ហើយយើងដាក់ sound ចូលមកគឺវាស្អាតវាលោយអូខេអញ្ចឹងមេរៀនថ្ងៃនេះមានតែប៉ុណ្្នឹងបងប្អូនមានចម្ងល់អាចធ្វើការសួរនៅក្នុងវីដេអូនេះបានខ្ញុំនឹងធ្វើការចែករំលែកបន្តទៀតបាទដូច្នេះអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត